ពេលយកទៅយើងញ៉ាំមកបងប្អូនឆាប់ឲ្យរំលាយអាហារយើងញ៉ាំបែបហ្នឹងបងប្អូនណាសាច់នេះយើងកុំញ៉ាំច្រើនមើលបងខ្ញុំពពួកវីតាមីនបងប្អូនទាំងអស់គ្នាសូមជួយញ៉ាំជាមួយនាងខ្ញុំចាអាហារពេលល្ងាចមានអីខ្លះបងប្អូនមានឆាខ្ញីសាច់គោប៉ុណ្ណេះបងប្អូនអត់ញ៉ាំច្រើននៃសាច់គោពេលយប់ចាព្រោះកាពះយើងពិបាកនឹងកិនហើយមានពងមានសាឡាត់ហើយមានតសក់ហើយនឹងតសក់ជ្រូករបស់ខ្ញុំខ្ញុំចង់ញ៉ាំសក់ជ្រូកញ៉ាំបងប្អូនណាបងអែមបងប្អូនអានេះទឹកគ្រឿងនេះយើងចង់ញ៉ាំមិនញ៉ាំបងប្អូនណាបាទខ្ញុំពេលយប់អញ្ចឹងខ្ញុំអត់ចង់ញ៉ាំទេទឹកគ្រឿងខ្ញុំអត់ដាក់ប្រហុកផងនៅជូរកស្លាត់តែយើងមិនបាច់ចាំញ៉ាំដាក់សោកអីក៏បានតែយើងញ៉ាំទៅទេស្លាត់យើងញ៉ាំទឹកគ្រឿងបានណាបងប្អូនចាបងប្អូនស្លាត់ជាមួយទឹកគ្រឿងព្រោះអីសាច់នេះថាល្មមហើយយើងញ៉ាំតែសាច់ជ្រូកនេះជូរប្រៃហើយអញ្ចឹងយើងមិនបាច់ចាំដាក់ទៀតព្រោះទឹកគ្រឿងនេះវាប្រៃជូរដែរកំប៉ុងបងអីអូនមានតន់ចូលលៀងយកអីទេត្រីទឹកគ្រឿងនេះត្រីម៉ាការ៉ូបងប្អូនអូមេហ្គា3ចាមានគេហៅថាអយហ្វីណាយើងញ៉ាំបើយើងអត់បានញ៉ាំពេលព្រឹកពីគ្រាប់យើងញ៉ាំពេលល្ងាចទេបងប្អូនអញ្ចឹងស្រួលរំលាយអាហារញ៉ាំខ្ញីបងប្អូនអត់យកសាច់គោញ៉ាំ
bye bye បងប្អូនទាំងអស់គ្នា see you នៅវីដេអូសូមជួយ subscribe channel YouTube នាងខ្ញុំផងចាសុភាពប្រាជ្ញ channel lifestyle ហ្នឹងជួយ thank you so much see you next time